សួស្តីអ្នកទាំងអស់គ្នាខ្ញុំដាញ៉ែលថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការលើករឿងក្រុមមហន្តរាយនៃប្រតិកោដែលត្រូវជាអេពីសូតទី12ផងដែរមុននឹងចូលទៅដល់វីដេអូខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នារឿងមួយសិនបាននិយាយចំទៅខ្ញុំនឹងធ្វើការដូររូប Channel YouTube ពីរូបមុនទៅជារូបនេះវិញបាននិយាយទៅដូចអ្នកគ្នាគឺបានឃើញនៅលើវីដេអូមួយនេះអញ្ចឹងខ្ញុំនឹងធ្វើការដាក់រូបមួយនេះចូលទៅកាន់ Channel YouTube ខ្ញុំម្ដងចំណែកឯរឿងមួយទៀតគឺថាថ្ងៃស្អែកក៏ដូចជាខានស្អែកហ្នឹងខ្ញុំនឹងធ្វើការស្នើសុំទៅកាន់ YouTube ដើម្បីបើកក្រលុយដែលបែបហ្នឹងហើយខ្ញុំសម្រេចចិត្តថានឹងសម្រាប់ធ្វើវីដេអូប្រហែលជា 4-5 ថ្ងៃសិនដោយសារតែខ្លាចមានបញ្ហាប៉ះពាល់ទៅដល់ Channel ហើយមុននឹងចូលទៅដល់វីដេអូកុំភ្លេច like ក៏ដូចជា Subscribe នៅលើវីដេអូនេះម្នាក់មួយផងហើយខ្ញុំក៏អត់មានអីនិយាយច្រើននោះទេចូលទៅកាន់សាច់រឿងហ្មងទៅដោយបាននៅក្នុងភាគនេះយើងគឺបានឃើញថា Han Feng គឺកំពុងតែអង្គុយញ៉ាំបាយនឹងឯងដោយ Han Feng គឺបានគិតក្នុងចិត្តថាជាមួយនឹងសមត្ថភាពរបស់គាត់នឹងគឺបានយល់ដឹងវាចិត្តអស់ទៅហើយបាននិយាយទៅគាត់នឹងគឺបានចំណាយពេលទៅដល់ 2 ទៅ 3 ថ្ងៃឯណោះក៏ប៉ុន្តែពេលវេលាទាំងអស់ហ្នឹងគឺវាមិនអត់ប្រយោជន៍សម្រាប់គាត់នោះឡើយដោយសារតែគាត់គឺពិតជាយល់ដឹងអំពីសមត្ថភាពទាំងអស់ហ្នឹងបានច្រើនខ្លាំងមែនតើដោយការយល់ដឹងទាំងអស់ហ្នឹងគាត់គឺបានរកឃើញផងដែរថាជាមួយនឹងសាច់អាំងមួយចំណិតតូចជាមួយនឹងក្របសណ្ដែកគឺមួយគ្រាប់វាគឺអាចធ្វើឲ្យសាច់អាំងទៅជាធំបានណារឿងទាំងអស់ហ្នឹងវាគឺពិតជាល្អខ្លាំងមែនតើណាតែប៉ុណ្្នឹងគាត់គឺមិនខ្វះសាច់ទៀតនោះទេបើកលេសមកមើលខាងក្រៅវិញដោយយើងគឺបានឃើញថាប្រើគឺកាន់តែធ្លាក់ខ្លាំងទៅហើយដោយអ្នកផ្សាយព័ត៌មានគឺបាននិយាយថាប្រើនៅទីកន្លែងនេះវាគឺបានធ្លាក់ទៅដល់ដក42អង្សាសេឯណោះដោយឃើញបែបហ្នឹង Han Feng គឺបានគិតម្នាក់ឯងថាក៏ប៉ុន្តែនៅកន្លែងគាត់វិញប្រើវាធ្លាក់ខ្លាំងជាងព័ត៌មានដែលគេបានផ្សាយទៅទៀតនៅពេលដែល Han Feng គឺកំពុងតែអង្គុយហ្នឹងក៏មានសលេងអ្វីម្យ៉ាងនេះគឺបានផ្ទុះឡើងតែម្ដងបើនិយាយទៅសលេងមួយហ្នឹងគឺពិតជាផ្ទុះខ្លាំងយោហ្មងណាដោយមិនចាំយូរទៀត Han Feng គឺបានចេញទៅមើលតែម្ដងនៅពេលដែលគាត់គឺបានបើកពូចមើលដែលយើងគឺបានឃើញថាមានស្ថានភាពមួយនេះគឺសឹងតែផ្ទុះទៅហើយមិនត្រឹមតែប៉ុណ្ណឹងនោះទេយើងគឺបានឃើញថាមានយន្តហោះជាច្រើននេះគឺបានហោះកាត់ទីកន្លែងហ្នឹងផងដែរបើកន្លែងទៅមើលខាងក្រោមវិញដែលយើងគឺបានឃើញបរិសុទ្ធ2នាក់ដែលគាត់ហ្នឹងគឺកំពុងតែជួញដូរអីវ៉ាន់គ្នាដែលយើងគឺបានឃើញថាអបិម្នាក់ហ្នឹងគឺបានទាញយកផលប្រយោជន៍ពីបរិសុទ្ធម្នាក់ទៀតដោយសារតែរឿងមួយហ្នឹងបរិសុទ្ធម្នាក់ទៀតគាត់គឺពិតជាខឹងយកហ្មងណាគាត់គឺសឹងតែលោតទៅវាយអបិហ្នឹងទៅហើយពេលហ្នឹងផងដែរស៊ឺយូហ្នឹងគឺបានចេញមកតែម្ដងដែលគាត់គឺបាននិយាយថាពួកយើងគឺកុំឆ្លោះប្រកែកគ្នាអីដោយសារតែអាហារចែកហ្វ្រីគឺបានមកដល់ហើយសូម្បីតែ Han Feng គាត់ក៏នៅកន្លែងហ្នឹងដូចគ្នាដោយសារតែគាត់ហ្នឹងគឺត្រូវចុះមកយកអាហារដោយ Han Feng ក៏បានល្អផងដែរថាវានឹងគឺពិតជាតិចយកហ្មងណាសូម្បីតែអបិមួយដែលនៅចិត្តហ្នឹងក៏បាននិយាយផងដែរថាបើសិនជាគ្មានអាហារចែកហ្វ្រីនោះទេច្បាស់ណាស់គាត់ក៏មិនចុះមកក្រោមផងដែរដោយឃើញបែបហ្នឹង Han Feng គឺបានគិតថានៅក្នុងការចងចាំរបស់គាត់ពីជីវិតមុនបើនិយាយទៅបរិសុទ្ធទាំងអស់ហ្នឹងឯងគឺជាអ្នកបះបោរនៅក្នុងសង្កាត់ផ្សេងទៀតនៅពេលដែលគេកំពុងតែចែកអាហារដល់អបិម្នាក់ហ្នឹងគឺបាននិយាយតែម្ដងអីគេស៊ឺយូតែឯងនេះក៏អាហារយើងតែប៉ុណ្្នឹងទេមែនហើយវានឹងគឺពិតជាពិបាកយល់ហ្មងណានៅពេលដែលគាត់គឺយកអាហាររបស់គាត់ឲ្យទៅកាន់ពួកគេដំបូងគាត់នឹងគឺយកឲ្យទៅកាន់ពួកគេគឺច្រើនខ្លាំងមែនតើក៏ប៉ុន្តែនៅពេលដែលពួកគេឲ្យមកកាន់គាត់វិញវាក៏ពិតជាតិចយកហ្មងណាសឹងតែគាត់នឹងគឺញ៉ាំមិនគ្រប់ទៅហើយដោយស៊ឺយូក៏បានទៅវិញថាឲ្យគាត់នឹងគឺសុំទោសផងណាគាត់គឺមិនអាចឲ្យអាហារច្រើនទៅកាន់លោកបាននោះឡើយក៏ប៉ុន្តែរឿងមួយដែលគាត់នឹងគឺអាចធ្វើបានណាគាត់នឹងសងលុយទៅកាន់គេនៅពេលដែលព្យួរតកគឺបាត់ណាដោយឃើញអបិនឹងគឺតវ៉ាច្រើនពេកដោយអ្នកក្រៅគឺបាននិយាយថាលោកជាងលោកគឺល្មមបានហើយបើសិនជាលោកគឺនៅតែតវ៉ាអញ្ចឹងទៀតច្បាស់ណាស់វាគឺគ្មានប្រយោជន៍នោះឡើយបើនិយាយទៅសឹងតែឲ្យគ្រប់គ្នានឹងគឺថាខាតពេលវេលាជាមួយនឹងលោកនោះទេបើនិយាយទៅមិនមែនតែពីរអ្នកហ្នឹងទេដែលថាឲ្យទៅកាន់អបិមួយហ្នឹងសូម្បីតែគ្រប់គ្នាក៏បានថាទៅកាន់អបិមួយហ្នឹងផងដែរដោយគ្មានជំរឿនហ្នឹងអបិមួយហ្នឹងគឺមានតែដើរចេញតែប៉ុណ្ណោះដោយឃើញចឹង Han Feng គឺបានគិតក្នុងចិត្តថាពួកទាំងអស់ហ្នឹងគឺពិតជាល្ងីល្ងើយកហ្មងណាបើនិយាយទៅព្យួរតកគឺធ្ងន់ធ្ងរដល់ថ្នាក់ហ្នឹងអីគ្មានណាគេគឺចែកអាហារឲ្យទៅកាន់ពួកគេច្រើននោះឡើយក្រោយមកទៀតដល់អបិសលឿនគឺបានដើរមកកន្លែងហ្នឹងផងដែរដោយឃើញ Han Feng អបិមួយហ្នឹងគឺបានសួរស្ដីទៅកាន់ Han Feng ដូចគ្នាដោយ Han Feng ក៏បាន hello ទៅកាន់អបិហ្នឹងដូចគ្នាហើយគាត់នឹងគឺបានសួរទៅកាន់អបិហ្នឹងថាលបងយើងគឺដូចជាខានជួបគ្នាយូរហើយតែលោកនឹងគឺអត់អីណាយដល់អបិមួយនេះគឺបានតបទៅកាន់ Han Feng វិញថាវានឹងគឺមិនអីនោះឡើយគ្រាន់តែថាគាត់នឹងគឺមិនសូវមានអាហារញ៉ាំប្រមាណនោះទេហើយបើនិយាយទៅវាក៏ពិតជាពិបាកយកហ្មងដោយសារតែគាត់នឹងគឺផឹកទឹកជំនួសអាហារដោយសារតែបែបហ្នឹងហើយគាត់នឹងគឺគ្មានកម្លាំងប្រមាណនោះឡើយដោយឃើញបែបហ្នឹង Han Feng នឹងគឺបានគៀកកទៅកាន់អបិហ្នឹងតែម្ដងហើយគាត់នឹងគឺបានខ្សឹបរឿងមួយយ៉ាងប្រាប់ទៅកាន់អបិហ្នឹងផងដែរក៏តែរឿងទាំងអស់ហ្នឹងខ្ញុំគឺអត់ដឹងថារឿងអីនោះទេនៅពេលដែលខ្សឹបរួចហើយអបិសក់លឿនគឺបាននិយាយថាច្បាស់ណាស់គាត់នឹងធ្វើរឿងទាំងអស់ហ្នឹងក៏ប៉ុន្តែរឿងមួយទៀតតើលោកគឺប្រកាសអត់ថានឹងឲ្យអាហារសម្រន់មកកាន់គាត់ខ្លះដោយ Han Feng គឺបានតទៅវិញថាវាមិនអីនោះទេអាហារមួយហ្នឹងគឺវាមិនសូវច្រើននោះឡើយមូលហេតុដែលគាត់នឹងគឺឲ្យអាហារតិចទៅកាន់ឯងដោយសារតែក្នុងស្តុករបស់គាត់គឺមិនសូវមានអាហារច្រើនប្រមាណនោះឡើយដោយលឺអញ្ចឹងអាប៉ែមួយហ្នឹងគឺថាយំតែម្ដងហើយគាត់នេះគឺបាននិយាយផងដែរថាបើសិនជាមានបញ្ហាអ្វីគឺអាចប្រាប់មកកាន់គាត់បានណាបើនិយាយទៅគាត់នឹងរងចាំជួយជានិច្ចដោយ Han Feng គាត់គឺបាននិយាយផងដែរថាមិនអីនោះទេ2-3ថ្ងៃក្រោយគឺឲ្យមកផ្ទះគាត់ទៅគាត់នឹងឲ្យអាហារទៅកាន់ឯងណាដោយលឺបែបហ្នឹងហើយអាប៉ែមួយហ្នឹងគឺលាទៅកាន់ Han Feng ដើម្បីទៅធ្វើរឿងមួយហ្នឹងទៅនៅពេលដែលអាប៉ែសក់លឿងគឺបានដើរចេញបាត់ដែល Han Feng គឺបានគិតក្នុងចិត្តថាក្នុងការធ្វើរឿងមួយហ្នឹងវាក៏ពិតជាងាយស្រួលខ្លាំងមែនតើហើយបើនិយាយទៅគាត់គឺគ្រាន់តែចំណាយអាហារបន្តិចនោះទេក៏ប៉ុន្តែគាត់គឺអាចដោះស្រាយបញ្ហាទាំងអស់ហ្នឹងបានណាដោយ Han Feng គឺបាននិយាយបន្ត
ទៀតថាក៏តែមកខកពីរឿងនឹងទៀតនោះទេអីដែលសំខាន់គាត់គឺទៅតែញ៉ាំអាហារឆ្ងាញ់នឹងលេងហ្គេមវិញនៅពេលដែលហានហ្វឹងគឺកំពុងតែដើរនឹងដោយយូណាគឺបានហៅទៅកាន់គាត់យ៉ាងខ្លាំងតែម្ដងគ្រាន់តែគាត់នេះគឺបែរទៅខាងនឹងភ្លាមដោយយូណានេះគឺបានទះគាត់មកកភ្លៀងយកហ្មងលេងទៅពេលអញ្ចឹងហានហ្វឹងគឺពិតជាឆ្ងល់ខ្លាំងមែនតែគាត់នឹងគឺធ្វើអ្វីខុសទៅក្រោយមកដោយយូណាគឺបាននិយាយថានាងគឺពិតជាខកចិត្តជាមួយនឹងហានហ្វឹងខ្លាំងមែនតែហើយបើនិយាយចំទៅវានឹងគឺពិតជាពិបាកខ្លាំងមែនតែណាដោយសារតែនាងគឺឆាតទៅកាន់គាត់សឹងតែ100មីសេទៅហើយក៏តែគាត់គឺបែរជាអត់តបឆាតនាងទៅវិញដោយលើបែបហ្នឹងហានហ្វឹងគឺបានកើតក្នុងចិត្តថាអីគេគ្រាន់តែរឿងបែបហ្នឹងនាងគឺហ៊ានទះមកកាន់គាត់មិនមែនហើយកំណុំចាស់គាត់ក៏មិនតាន់ដោះស្រាយផងឥឡូវនាងគឺហ៊ានធ្វើបែបហ្នឹងទៀតណាតែនាងគឺគិតថាគាត់នឹងគឺងាយស្រួលប៊ូលីមែនដោយឃើញហានហ្វឹងអត់និយាយអីដោយយូណាគឺបានថាទៅកាន់ហានហ្វឹងម្ដងទៀតអីថាតើលោកនឹងគឺថ្លង់មែនមិនក៏លោកនឹងគឺមិននិយាយអីអញ្ចឹងដោយហានហ្វឹងគឺបានតបទៅកាន់នាងវិញថាឲ្យគាត់នឹងគឺសុំទោសផងដោយសារតែរបស់ទាំងអស់ហ្នឹងគាត់នឹងគឺបានធ្វើឲ្យវាបាត់ទៅហើយក៏តែវាមិនអីនោះទេប្រហែលជាវានឹងគឺអាចញ៉ាំបានពី3ថ្ងៃទៀតបើសិនជាគាត់នឹងគឺញ៉ាំមួយថ្ងៃម្ដងណាបើនិយាយទៅរបស់ទាំងអស់ហ្នឹងវាគឺជាម្ហូបអាហារនឹងឯងដោយលើបែបហ្នឹងភ្លាមយូណាគឺថាសប្បាយចិត្តខ្លាំងមែនតែនដោយនាងគឺបាននិយាយផងដែរថាតើលោកនឹងគឺអាចឲ្យនាងពាក្យកដាលបានអត់ដោយហានហ្វឹងគឺបានតបទៅកាន់នាងវិញថាមិនអីនោះទេចាំគាត់នឹងគឺបែងចែកឲ្យទៅកាន់នាងណាដោយសារតែគាត់នឹងគឺបានសន្យារួចហើយដោយហានហ្វឹងគឺបាននិយាយបន្តទៀតថាមិនអីនោះទេល្ងាចនេះគឺនាងមកយកនៅបន្ទប់គាត់ទៅចាំគាត់នឹងបែងចែកអាហារទាំងអស់ហ្នឹងឲ្យទៅកាន់នាងណាដោយលើបែបហ្នឹងទៀតយូណានឹងគឺអត់មានអីនិយាយច្រើននោះទេដែលនាងក៏សម្រេចចិត្តថានឹងដើរចេញហ្មងទៅក៏ប៉ុន្តែរឿងមួយទៀតមុននឹងនាងដើរចេញនាងគឺបានប្រាប់ទៅកាន់ហានហ្វឹងផងដែរថាឲ្យហានហ្វឹងនឹងគឺតបឆាតនាងផងដែលហានហ្វឹងគឺបាននិយាយផងដែរថាវាមិនអីនោះទេយប់នេះគ្រាន់តែរងចាំគាត់ទៅល្ងាចឡើងគឺបានមកដល់ហើយដោយយូណាគឺពិតជាខឹងខ្លាំងមែនតើណាដោយសារតែហានហ្វឹងគឺអត់បានតបឆាតនាងម្ដងទៀតហើយដោយយូណាគឺបានល្អូថាហើយអាប៉ែមួយហ្នឹងគឺពិតជាពិបាកយល់យកហ្មងមិនដឹងជាគាត់នឹងគឺរវល់ស្អីទេមិនក៏គាត់នឹងគឺអត់តបឆាតមកកាន់នាងអញ្ចឹងមិនអីនោះទេឥឡូវនាងគឺទៅបន្ទប់គាត់យកហ្មងទៅក្រោយមកទៀតដែលយើងគឺបានឃើញថាយូណានឹងគឺបានឡើងទៅរកហានហ្វឹងហើយនៅពេលដែលយូណានឹងគឺដើរបដានឹងល្អូបដានឹងក៏មានអ្វីម្យ៉ាងនឹងគឺបានធ្លាក់មកតែម្ដងដោយឃើញបែបហ្នឹងយូណាគឺពិតជាភ័យយោហ្មងនៅពេលដែលវាគឺធ្លាក់ចំទៅកាន់យូណាដោយវាមិនមានអីច្រើននោះទេវាគឺគ្រាន់តែជាថងសម្រាមតែប៉ុណ្ណោះដោយបែបហ្នឹងហើយធ្វើយូណានឹងគឺផុតទុកមកគ្រាទៅក្រោយមកទៀតដែលហានហ្វឹងនឹងគឺបានដើរមកតែម្ដងហើយគាត់នឹងគឺបាននិយាយទៅកាន់យូណាថាយូណាឲ្យគាត់នឹងគឺសុំទោសផងដោយសារតែគាត់នឹងរវល់ចឹងហើយគាត់នឹងគឺអត់បានតបទៅកាន់នាងនោះទេបើនិយាយចំទៅគាត់គឺមិនសូវមានពេលច្រើនចុចទៅកាន់ទូរស័ព្ទនោះឡើយដោយហានហ្វឹងគឺបាននិយាយបន្តទៀតថាក៏ប៉ុន្តែវាមិនអីនោះទេដោយសារតែអាហារគឺគាត់បានយកមកដល់ហើយក្រោយមកទៀតយូណាគឺបានយកអាហារមួយហ្នឹងចេញពីដៃហានហ្វឹងតែម្ដងក៏ប៉ុន្តែអាហារទាំងអស់ហ្នឹងគឺមិនល្អដូចជាការគិតរបស់នាងនោះឡើយដោយសារតែសាច់និងបន្លែខ្លះគឺវាអាលួយទាំងអស់តែម្ដងលេងទៅពេលឃើញបែបហ្នឹងយូណាគឺបានល្អតែម្ដងមិនដឹងជាអាហារស្អីទេវាគឺពិតជាកខ្វក់យកហ្មងដោយលើបែបហ្នឹងហានហ្វឹងគឺបានតបទៅវិញថាគាត់គឺមិនសូវមានអាហារច្រើនប្រមាណនោះទេនិយាយទៅវាគឺសតតែប៉ុណ្្នឹងឯងដោយហានហ្វឹងគឺបាននិយាយបន្តទៀតថាមិនអីនោះទេបើសិនជាមិនយកក៏មិនអីដែរឥឡូវឲ្យវាមកកត់វិញមកដោយលើអញ្ចឹងយូណាគឺបានតបយ៉ាងលឿនវិញថាអីគេតែខ្ញុំនឹងគឺឲ្យលោកវិញមិនមែនក៏តែខ្ញុំគឺមិនតាន់បាននិយាយពាក្យថាខ្ញុំនឹងគឺមិនយកវានោះទេហានហ្វឹងលោកគឺមិនបាក់សម័យនោះទេខ្ញុំគឺមិនឲ្យវាទៅកាន់លោកវិញឡើយទោះជារបស់ទាំងអស់ហ្នឹងគឺវាអាលួយក៏តែរបស់ខ្លះគឺវាមិនអាលួយនោះទេវាក៏អាចញ៉ាំកើតផងដែរហើយតែប៉ុណ្្នឹងគឺនាងមិនខ្វះអាហារទៀតនោះទេដល់ពេលក្រោយមកទៀតយូណាគឺបានយកអាហារទាំងអស់ហ្នឹងគឺដើរចុះទៅបន្ទប់នាងយកហ្មងទៅនៅពេលដែលនាងគឺដើរចេញទៅបាត់ដោយហានហ្វឹងគឺបានកើតក្នុងចិត្តថាតែប៉ុណ្ណេះនាងគឺជាប់អន្ទាក់គាត់ហើយបើនិយាយចំទៅអាហារទាំងអស់ហ្នឹងវាគឺស្ថិតនៅក្នុងធុងស្រាមគាត់គឺគ្រាន់តែយកវាឲ្យទៅកាន់នាងតែប៉ុណ្ណោះមិនអីនោះទេអាហារទាំងអស់ហ្នឹងវាគឺអាចធ្វើឲ្យនាងគឺឈឺពោះបាន3-4ថ្ងៃដែរក្រោយមកទៀតដែលហានហ្វឹងហ្នឹងគឺសម្រាប់ចិត្តថានឹងចូលបន្ទប់យកហ្មងទៅក៏តែមុននឹងគាត់ចូលគាត់ក៏មានអារម្មណ៍ថាមានណាគេហ្នឹងគឺតាមដានមកកាន់គាត់ដូចគ្នាសាច់រឿងក៏បានបង្ហាញឲ្យឃើញផងដែរថាមានណាគេម្នាក់ហ្នឹងគឺបានលួចតាមដានទៅកាន់ហានហ្វឹងនៅពេលដែលមនុស្សម្នាក់ហ្នឹងគឺបានដើរទៅបន្តដែលហានហ្វឹងគឺបានចាប់នាងយកតែម្ដងដោយសារតែហានហ្វឹងនេះគឺបានដឹងមុនហើយថាមានណាគេម្នាក់គឺបានតាមដានទៅកាន់គាត់ហានហ្វឹងគឺបំរុងតែដាក់ម្ដាយទៅហើយក៏ប៉ុន្តែម្នាក់ហ្នឹងគឺគ្រាន់តែជាក្មេងស្រីតែប៉ុណ្ណោះដល់ពេលអញ្ចឹងហានហ្វឹងក៏រៀងឆ្ងល់ផងដែរមិនក៏នាងក៏ជាក្មេងស្រីទៅវិញហ្នឹងហើយអ្នកនរគ្នាសាច់រឿងនៅក្នុងអេពីសូតមួយនេះក៏មានតែប៉ុណ្្នឹងផងដែរហើយនៅក្នុងអេពីសូតមួយនេះគឺខ្ញុំសម្រាយអត់សូវបានល្អម៉ានោះទេអញ្ចឹងហើយខ្ញុំក៏ពិតជាសុំទោសខ្លាំងមែនតើចាំអេពីសូតក្រោយខ្ញុំនឹងធ្វើឲ្យបានល្អជាងហ្នឹងមួយទៀតវិញកុំភ្លេច like ក៏ដូចជា subscribe នៅលើវីដេអូនេះម្នាក់មួយផងហើយខ្ញុំគឺអត់មានអីនិយាយច្រើននោះទេ